សូមគោរពជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាននិងស្ដាប់ដូចជាទស្សនានៅpodcastរបស់យើងកន្លងមកខ្ញុំឈ្មោះច័ន្ទសូនីតាក៏សូមគោរពជ្រាបសួរបងប្អូនម្ដងទៀតហើយយើងក៏មានប្រធានបទថ្មីមួយដែលនិយាយអំពីការចែករំលែកបទពិសោធន៍នៃសកម្មជនការពារព្រៃឈើធនធានធម្មជាតិដែលថ្ងៃនេះដែរយើងមានគោលបំណងធំមួយគឺគ្រាន់តែចង់ចែករំលែកក៏ដូចជាបញ្ហានៃសកម្មជនហើយថ្ងៃនេះដែរអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺយើងបានវាគ្មិនពិសេសមួយរូបដែលគាត់ជាសកម្មជនផ្ទាល់នៃអ្នកការពារព្រៃឈើធនធានធម្មជាតិនៅសហគមន៍ឧត្តមខ្សែពោះអញ្ចឹងសូមជម្រាបសួរបងជួយណែនាំខ្លួនបន្តិចឲ្យបងប្អូនគាត់ស្គាល់បាទជំរាបសួរខ្ញុំឈ្មោះខូនសារិទ្ធជាតំណាងប្រជាពលរដ្ឋនៅក្នុងសហគមន៍ឧត្តមខ្សែពោះនេះគឺស្ថិតនៅក្នុងភូមិពូមាសឃុំតាពាំងជួរស្រុកអូរ៉ាខេត្តកំពង់ស្ពឺបាទចាអញ្ចឹងខានជួបបងខ្ញុំជម្រាបសួរសុខសប្បាយអត់បងសប្តាហ៍ថ្ងៃបាទសុខសប្បាយធម្មតាចាអញ្ចឹងដូចថ្មីនេះធ្លាប់ឮថាបងទទួលបានលទ្ធផលរៀងគួរសមដែរអញ្ចឹងថ្ងៃនេះក៏ចង់សួរសំណួរបងខ្លះអញ្ចឹងតាំងពីបងខ្លាចជាសកម្មជនការពារព្រៃឈើធនធានធម្មជាតិមកបងប្រើរយៈពេលប្រហែលឆ្នាំដែរបងបាទសម្រាប់ខ្ញុំគឺខ្ញុំចូលរួមការពារធនធានធម្មជាតិនេះតាំងឆ្នាំ2019អញ្ចឹងមកទល់ពេលនេះវា7ឆ្នាំហើយអូ7ឆ្នាំហើយបាទចាអញ្ចឹងចោះពេលថ្មីនេះដែរអើយបងធ្លាប់បានជួបប្រទះបញ្ហាគេខ្លះដែរបងតមកគឺខ្ញុំនៅឆ្នាំ2021យើងធ្លាប់បានជួបប្រទះបញ្ហាវិវាទជាមួយនឹងក្រុមយុទ្ធិនដោយសាររដ្ឋាភិបាលគាត់បានកាត់ជ្រៀលដីតំបន់ហ្នឹងទៅឲ្យក្រុមយុទ្ធិនមាន41គ្រួសារប៉ុន្តែពេលនោះគឺយើងទាមទារតវ៉ាក្រោយមកក៏មានថ្មីនេះក៏មានដំណោះស្រាយខ្លះដោយសារតែយើងបានជួបអភិបាលខេត្តហើយមកគាត់ក៏មានប្រសាសន៍សម្របសម្រួលជាមួយនឹងក្រុមយុទ្ធិនហើយនឹងក្រុមសហគមន៍ពួកយើងខ្ញុំហ្នឹងឥឡូវនេះក៏មានលទ្ធផលខ្លះដែរបាទចាបងអញ្ចឹងស្របមកវិញតាំងពីមានបញ្ហានឹងមកតើបងធ្វើសកម្មភាពអីគេខ្លះដែរទើបបានជាអាជ្ញាធរគាត់ស្រស់ស្រួលជាមួយបងវិញដែរអញ្ចឹងបាទក្រោយពីការឈូសឆាយហ្នឹងគឺប្រជាពលរដ្ឋប្រជាសហគមន៍នៅតំបន់នោះគឺយើងតែងតែធ្វើជាលិខិតជាញត្តិយកទៅដាក់គ្រប់នៅក្រសួងមន្ទីរនិយាយទៅឲ្យតែក្រសួងពាក់ព័ន្ធគឺយើងដាក់គ្រប់ទាំងអស់បាទគឺចុះពេលឥឡូវនេះតើនៅក្នុងសហគមន៍ព្រៃមេតាហ្នឹងមានសភាពយ៉ាងម៉េចដែរបងល្អគ្រាន់បើប្រសើរជាងមុនឬក៏បាទក្រោយពីការយើងជួបប្រជុំរកដំណោះស្រាយជាមួយនៅសាលាខេត្តមកគឺយើងមានដំណោះស្រាយល្អប្រសើរជាងមុនទី1គឺយើងលែងមានអ្នកចូលលួចកាប់ព្រៃដែលនៅសល់ទី2គឺអ្នកដែលលួចដាក់អន្ទាក់ដែលសត្វដែលនៅសល់ក្នុងព្រៃហ្នឹងគឺលែងមានដែរបាទហើយជាពិសេសមួយទៀតគឺក្រុមយុទ្ធិនហ្នឹងគឺគាត់បានជជែកគ្នាជាមួយនឹងសហគមន៍ថាឈប់ប្រើអំពើហិង្សាទៅលើគ្នាទៅវិញទៅមកអញ្ចឹងបាទចាបងចង់ពេលថ្មីនេះបងបានទៅរកសម្រួលជាមួយអាជ្ញាធរផ្ទាល់ដែរអត់បងការដោះស្រាយហ្នឹងវាអត់ទាន់ឈានទៅដល់ការសញ្ញេអីជាផ្លូវការឡើយទេគ្រាន់តែថាប្រជុំរកដំណោះស្រាយហ្នឹងគ្រាន់តែទទួលយកនៅសំណើរបស់អភិបាលខេត្តរងហ្នឹងថាយើងឈប់ពួកគាត់ឈប់ប្រើអំពើហិង្សាមកលើយើងហើយអ្វីដែលធ្វើបានប៉ុណ្ណាគឺនៅប៉ុណ្ណឹងសិនរងចាំរដ្ឋាភិបាលគាត់នឹងសម្រេចយ៉ាងម៉េចទៀតអញ្ចឹងចឹងបានន័យថាបងបានទៅជួបជាមួយនឹងសាលាខេត្តថាបងបានទៅជួបនៅសាលាខេត្តដើម្បីដឹងឮទាំងអស់គ្នាក៏ដូចជាផ្អាកនៅបញ្ហាដែលធ្លាប់កើតមានកន្លងមកថាបាទបន្ទាប់ពីបងបានទៅជួបជាមួយនឹងអាជ្ញាធរថ្នាក់ខេត្តរួចតើបងនៅមានបញ្ហាសេសសល់អីគេខ្លះដែរអត់ទាន់បានដោះស្រាយរួចដែរអត់បងបាទនិយាយទៅបន្ទាប់ពីជួបមួយអភិបាលខេត្តរួចយើងសហគមន៍យើងខ្ញុំនៅមានជាប់បណ្ដឹងនៅតុលាការជាង10នាក់ទៀតដែលមិនទាន់ដោះស្រាយមិនទាន់សម្រេចថាម៉េចនៅឡើយបាទហើយអញ្ចឹងសម្រាប់ពួកខ្ញុំមានតែសូមអំពាវនាវទៅដល់តុលាការឬក៏អាជ្ញាធរថ្នាក់ខេត្តរំដាប់ថ្នាក់ឲ្យជួយសម្រួលដោះស្រាយរឿងខ្ញុំហ្នឹងឬក៏ច្រានចោលការចោទប្រកាន់របស់តុលាការហ្នឹងអស់ព្រោះក្នុងការចោទប្រកាន់នេះគឺយើងមិនបានធ្វើអ្វីខុសដោយការចោទនោះដែរហើយក្នុងនាមពួកយើងជាប្រជាពលរដ្ឋហ្នឹងគ្រាន់តែការពារនៅធនធានធម្មជាតិទេបាទអញ្ចឹងហើយ
ខ្ញុំមានតែសុំសំណូមពរឲ្យសំណូមពរទៀតឲ្យតុលាការគាត់លើកលែងការចោទប្រកាន់នឹងក្នុងពេលឆាប់នេះបាទ អញ្ចឹងតាំងពីចាប់ដើមមកវាមានតាំងពីពិបាកផងរហូតដល់ពេលនេះបងគិតថាលទ្ធផលយ៉ាងម៉េចដែរ បើនិយាយទៅសម្រាប់ពួកយើងខ្ញុំវាលទ្ធផលប៉ុណ្ណេះយើងទទួលយកបានវាមិនជាត្រូវចិត្តរបស់ពួកយើងទេប៉ុន្តែយើងអាចទទួលយកបានបាទ ចាបងចុះបើទៅថ្ងៃខាងមុខតើបងមានស្និទ្ធស្នាលប្រសើរជាងមុនក៏ដូចជាស្រស់ស្រួលគ្នាជាងមុនអីចឹងណា បាទបើដូចឥឡូវនេះយើងគិតថាទៅមុខទៀតយើងនឹងស្រស់ស្រួលគ្នាជាមួយនឹងអាជ្ញាធរហើយក៏អាចឈានទៅដល់ចូលរួមថែរក្សាទាំងអស់គ្នាអញ្ចឹង ចាអញ្ចឹងបងបើយើងគ្រាន់តែជាសហគមន៍ការពារតែមួយផ្នែកក៏វាអត់ល្អដែរតតែមានការចូលរួមពីអាជ្ញាធរអីដែរដើម្បីឲ្យយើងបានចូលរួមទាំងអស់គ្នាទៅព្រៃឈើរបស់យើងនៅគង់វង្សបានយូរអញ្ចឹងទៅអញ្ចឹងជាចុងក្រោយតើបងមានជាសារទៅកាន់បងប្អូនពុកម៉ែដែលគាត់កំពុងតែទស្សនានៅpodcastរបស់យើងដែរបងបាទសម្រាប់ខ្ញុំជាចុងក្រោយបងប្អូនយើងដែលមានដីដែលមានចំនួនហើយមានសហគមន៍ដែលមានចំនួនហើយយើងដោះស្រាយឲ្យចប់ហើយយើងត្រូវតែធ្វើបច្ចុប្បន្នភាពដីដែលនៅសល់ហើយយើងចុះបញ្ជីសារថ្មីអាហ្នឹងខ្ញុំគិតថាវាអាចល្អបាទចាបងអញ្ចឹងដូចសរុបមកវិញដោយដែលបងបានបង្ហាញនៅបញ្ហាដែលគាត់ធ្លាប់ជួបកន្លងមកដែលគាត់ខ្លាចជាសកម្មជនព្រៃឈើរយៈពេលដល់ទៅ7ឆ្នាំរហូតដល់ពេលនេះក៏បានលទ្ធផលគួរសមដែរតែទោះបីជាមិនឥតខ្ចោះដោយដែលពួកគាត់ចង់បានក៏ដោយដែលគាត់លើកឡើងប៉ុន្តែបានប៉ុណ្នេះគឺវាល្អប្រសើរហើយអញ្ចឹងពួកគាត់ក៏រំពឹងថានៅថ្ងៃខាងមុខទៀតអាចនឹងស្និទ្ធស្នាលជាងមុនឬក៏បានលទ្ធផលដែលពួកគាត់រំពឹងទុកដូចគ្នាដែរអញ្ចឹងជាចុងក្រោយក៏អរគុណនៅពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដាននៅ podcast មួយនេះហើយសង្ឃឹមថានឹងតាមដានពួកខ្ញុំនៅវីដេអូក្រោយៗទៀតចាសូមអរគុណ